វីដេអូធ្វើម្ហូបបានវិលត្រឡប់មកវិញណាមិនដំបងថាធ្វើងងើកែបតែមកឃើញផ្កាចុងអង្គកុំស្លូកោផ្កាចុងអង្គវិញហើយសម្រាប់ផ្កាចុងអង្គនេះវិញគេប្រាប់ខ្ញុំថាផ្កាហ្នឹងគឺផ្កាឡៃហៀងក៏ប៉ុន្តែពេលដែលខ្ញុំមើលរូបរាងវាទៅគឺប្រកាសជាដូចផ្កាចុងអង្គមែនទែនអញ្ចឹងសម្រាប់បងប្អូនគិតថាផ្កាហ្នឹងគឺជាផ្កាចុងអង្គឬក៏ផ្កាឡៃហៀងហើយសម្រាប់ផ្កាចុងអង្គផ្កាឡៃហៀងហ្នឹងផ្កាតែមួយឬក៏ខុសគ្នាហើយសម្រាប់អត្ថប្រយោជន៍នៃដើមចុងអង្គវិញបងប្អូនសម្រាប់ផ្កាវាក៏យើងអាចយកស្លូកកោបានសម្រាប់ផ្លែវាយើងអាចស្លម្ជូរក៏បានស្លកកោក៏បានហើយស្លឹកវាក៏អាចយកមកធ្វើជាបន្លែកកោសឡក់ប្រហើបានដូចគ្នាចុះផ្កាឡៃហៀងវិញបើសិនជាពីរនឹងខុសគ្នាមែនតើផ្កាឡៃហៀងថាប្រយោជន៍វាមានអីគេខ្លះសម្រាប់ខ្ញុំធ្លាប់ទៅហូបផ្កាគេបងប្អូនខ្ញុំធ្លាប់ឃើញបងប្អូនខ្លះគាត់នៅម្ដុំមួយស្ពីអ្នកលឿងបងប្អូនចាគឺពេលដែលខ្ញុំទៅហូបគឺមានគោឡើងភ្នំហ្នឹងគឺគេប្រើជាមួយនឹងផ្កាឡៃហៀងនឹងដែរអញ្ចឹងខ្ញុំមិនដឹងថាផ្កាឡៃហៀងនឹងផ្កាតែមួយជាមួយនឹងផ្កាចុងកឬមួយក៏យ៉ាងណាបើសិនជាបងប្អូនដឹងជួយខមមិនប្រាប់ម៉ែកឆែតអ្នកមួយផងអញ្ចឹងមិនថាពេលខ្លះមកហូបតាមតំបន់អាហារប្រចាំតំបន់ផ្លែឈើឬមួយក៏បន្លែអីបើតាមតំបន់គឺវាតែងតែអត់ដូចគ្នាទេតែអ្នកខ្លះពេលដែលប្រើភាសាខុសគឺអត់ប្រាប់ស្រួលទេគឺជេរយកបដ ாய் តែសម្រាប់ខ្ញុំវិញអត់ទេខ្ញុំកើតជាការឆ្ងល់តែខ្ញុំតែងតែមានកំណត់មួយគិតថាចេះប្រហែលជាហៅតាមតំបន់ខុសគ្នាអីអញ្ចឹងទៅហើយមូលហេតុដែលខ្ញុំបានស្លកកកោហ្នឹងគឺដោយសារតែផ្កាចុងអង្គនឹងឯងតែប៉ុន្តែដើមហេតុដំបូងឡើងកែបហ្នឹងឃើញប្តីខ្ញុំគាត់ធ្វើទាំងសបអត់បងអូនគាត់យកស្បែកចេញទេដោយសារគិតថាងាំងើប៉ុន្តែពេលដែលខ្ញុំទៅដល់ផ្សារខ្ញុំឃើញជាមួយនឹងចុងអង្គហ្នឹងគឺខ្ញុំចង់ស្លបដ ாய் ដោយសារអីកាលពីមុនផ្ទះខ្ញុំនៅក្រោយផ្ទះគឺមានដើមចុងអង្គហ្នឹងមកដើមមកវាឡើងលើដើមពុទ្រានឹងដើមមួយប្របែកបងអូនដល់ពេលហើយវាផ្កាឡើងសជំរុះពេញដើមហ្មងបងអូននិយាយរួមទៅស្លមកឆ្ងាញ់មែនតើអញ្ចឹងហើយកនឹករសជាតិពួកអីខ្ញុំខានហូបយូរដែរហេបងអូនអញ្ចឹងហើយពេលហើយក៏ខ្ញុំក៏ទិញទៅសម្រាប់ខ្ញុំទិញនេះបងអូនដូចធូរថ្លៃដែរបងអូនចំនួនតែ 5000 តែបងអូនប៉ុណ្ណឹង 5000 ខ្ញុំគិតថាធូរថ្លៃដែរហើយបើសិនជាប្រភេទផ្កាហ្នឹងតែមួយមែនជាមួយខ្ញុំយកមកធ្វើជាមួយនឹងគោឡើងភ្នំព្រួយពេលដែលខ្ញុំហូបមួយគោឡើងភ្នំហើយយើងជ្រលក់ជាមួយនឹងទឹកតាហ៊ូយកវាថាជាតិសាហាវហើយសម្រាប់សម្លកកោខ្ញុំថ្ងៃនេះដែរបងអូនគឺខ្ញុំទិញបន្លែពីផ្សារខ្លះខ្ញុំដើរផ្សំតាមក្បែរផ្ទះខ្លះដោយសារថាបន្លែខ្លះនៅផ្ទះខ្ញុំអត់មានទេអញ្ចឹងទៅទិញពីផ្សារហើយបើបន្លែខៀវវិញគឺតាមរបងផ្ទះខ្ញុំគឺអត់សូវខ្វះទេហើយដោយសារថាខែនេះគឺជារដូវវស្សាវាធ្លាក់ភ្លៀងទៀតបងអូនចង់ឲ្យគូបន្លែដុះឆ្កេះឆ្កាស់ពេញនងមកនិយាយពីថាបើសិនជាឆ្លឹកបាសវិញខ្ញុំបងអូនអើយនិយាយពីប៉ិនបាត់ដៃហ្មងគ្រាន់តែឃើញហើយគឺចង់ស្លហ្មងមិនថាស្លឹកទីងសាស្លឹកអីទេបងអូននិយាយពីខៀវល្ងិតហ្មងជាពិសេសផ្ទីអាចមន់វិញបងប្អូនអើយល្អណាស់អញ្ចឹងហើយគឺខ្ញុំផ្សាយបន្លែក្បែរផ្ទះបន្តិចបន្តួចទៀតគឺរួចសម្លមួយមុខបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងហើយសម្រាប់បងប្អូនដែលចង់បានកូនស្រីឲ្យសក់ស្អាតបងប្អូនកុំភ្លេចប្រើជាមួយនឹងឈុត Uvel សម្រាប់អូនឆាតគឺគាត់ប្រើជាមួយនឹង Uvel Gel ចង់បានសក់វែងសក់ដុះលឿនឬកាត់បន្ថយជ្រូកបងប្អូនមិនថាមនុស្សចាស់មិនថាមនុស្សក្មេងទេបងប្អូនអាចជ្រើសរើសជាមួយសាប៊ូ Uvel តាមវ័យបាននិយាយទៅ Uvel គឺមានតាំងពីក្មេងរហូតដល់មនុស្សចាស់បើសិនជាបងប្អូនមានបញ្ហាសក់ជ្រូកពេលដែលបងប្អូនកក់ជាមួយនឹង Uvel ហើយគឺបងប្អូនកាត់បន្ថយជ្រូកបងប្អូនប្រើជាមួយនឹង spray បដោះសក់ធ្វើឲ្យសក់យើងដុះកាន់តែលឿនទៀតហើយនេះវិញសក់អូនឆែតពេលដែលកក់ហើយនិយាយរួមទៅគាត់ឆ្លាញ់សក់ណាបងប្អូនឲ្យតែខ្ញុំទាកាត់ម្ដងគាត់ព្រមកាត់ទេដោយសារអីគាត់ឆ្លាញ់សក់គាត់ថាសក់គាត់ស្អាតហើយមិត្តភក្តិគាត់សើថាសក់គាត់ស្អាតអញ្ចឹងណាបងអូនចាឥឡូវមកមើលជាមួយនឹងមុខម្ហូបយើងវិញមុខម្ហូបរបស់យើងក៏ចាប់ផ្ដើមឆ្អិនបណ្ដាហើយគឺយើងដាក់បន្លែខៀវហើយយើងថែមគ្រឿងពីលើនឹងតិចទៀតទៅហើយយើងក៏ចោលសក់អាទឹកដាក់ក្នុងឆ្នាំងនេះទឹកស្លដាក់ក្នុងឆ្នាំងនឹងនិយាយពីតាំងពីម៉ែពីឪខ្ញុំមកខ្ញុំឃើញគាត់ស្លអញ្ចឹងខ្ញុំស្លអញ្ចឹងដែរនិយាយថារសជាតិគឺឲ្យអួយបដ ாய் ជាតិគាត់ស្លាប់ទើងហ្មងចានេះហើយគឺអ្នកដួសយកមុនសម្រាប់ខ្ញុំដួសមុនគេចាគឺខ្ញុំយកតែឆ្ងាញ់ទេធម្មតាអ្នកហូបមុនគឺតែងតែហូបឆ្ងាញ់ឥឡូវទៅអត់ហូបទេណាបងអូនបាយតែមិនតិចទេប៉ុន្តែមកយកពីស្លវិញគឺមួយចានចង់ហៀតែម្ដងហើយយើងថែមជាមួយនឹងម្ទេសស្រួយម្ទេសអាចសាត់យើងបេះខ្លួនឯងណាហើយបានម្ទេសហ្នឹងឆ្ងាញ់ណាទោះតាន់តិចទេបងប្អូនដោយសារថាវាក្តៅខ្លាំងយើងហើយយើងហូបអត់ទាន់មាត់ទេចុះបងសាក់គិតមើលសម្លក៏ក្តៅបាយក៏ក្តៅដាក់ទៅយកពីដិបក្តៅយកបដ ாய் ជាពិសេសនេះស្លឹកនេះខាងខ្ញុំហៅចុងកោខាងបងប្អូនដឹងហៅអីអញ្ចឹងសម្រាប់វីដេអូនេះដែរម៉ែកឆាតមកប៉ុណ្ណឹងក៏សូមគោរពនឹងជម្រាបលាទៅវិញហើយអរគុណច្រើនជម្រាបលា